ច្បាស់ការហើយបងប្អូនច្បាស់ការហើយម្ដងនេះពិតតែម្ដងបងប្អូនពិតបាទគឺមិនប្រឌិតទៀតទេហើយក៏ស្រាយចងល់ពុកម៉ែបងប្អូនដែលចង់ដឹងចង់ឮអស់រយៈកាលជាយូរយារណាស់មកហើយតាក់ទងជាមួយនឹងមេតបកពូលដែលបានឆ្លងកាត់ការប្រយុទ្ធកាលពីថ្ងៃទី24កក្កដាឆ្នាំ2025កន្លងមកជាមួយនឹងភិក្ខីសៀមអញ្ចឹងពុកម៉ែបងប្អូនចេះតែសួរចេះតែឆ្ងល់ចេះតែចង់ដឹងចង់ឮថាតើយើងបានបាត់មេតបរូបណានៅមេតបរូបណាជាពិសេសមានមេតបធំមួយចំនួនដែលជាមេតបកពូលអ្នកកាន់កិច្ចការងារជួមុខផ្ទាល់បាត់តាណាចង់ដឹងចង់ឮខ្លាំងណាស់បាទពុកម៉ែបងប្អូនបាទអញ្ចឹងខ្ញុំបាទសូមគោរពជម្រាបសួរពុកម៉ែបងប្អូនដែលនិយមតាមដាននៅ Page Channel ជឿជាក់របស់ខ្ញុំបាទនៅក្នុងថ្ងៃទី29ខែតុលាឆ្នាំ2025នេះខ្ញុំបានជាអ្នកតាមដាននៅការវិវត្តសភាពការព្រឹត្តិការណ៍សង្គមបានពំនាំយកនៅវីដេអូក៏ដូចជាព័ត៌មានថ្មីសម្រាប់ចែកចាយក៏ដូចជារៀបជូនពុកម៉ែបងប្អូនផងដែរហើយនៅក្នុងថ្ងៃទី29ខែតុលានេះខ្ញុំក៏បានលើកអំពីការឃើញនៅព័ត៌មានក៏ដូចជាឃើញនៅការផ្សព្វផ្សាយយ៉ាងព្រមព្រៀងពីសំណាក់ពុកម៉ែបងប្អូនអ្នកលេងបណ្ដាញសង្គមក៏ដូចជាអ្នកសារព័ត៌មានធំនៅក្នុងប្រទេសកម្ពុជារបស់យើងផងដែរក៏ដូចជាเพจផ្លូវការមួយចំនួនរបស់រាជរដ្ឋាភិបាលរបស់យើងតាក់ទងជាមួយនឹងមេតបកពូលប្រទេសកម្ពុជារបស់យើងបាទពុកម៉ែបងប្អូនប្រកាសជាចង់ដឹងចង់ឮហើយថាតើមេតបកពូលដែលពុកម៉ែបងប្អូនតែងតែតឹងរងចាំចង់ដឹងចង់ឮថាតើគាត់ទៅណាមិនក៏បាត់ស្ងាត់ឈឹងម្លេះហេតុអីក៏មិនឃើញហេតុអ្វីក៏គាត់ទៅណាក៏គាត់កំពុងធ្វើអ្វីគាត់បានស្លាប់ឬក៏គាត់បានរស់នៅក្នុងកំឡុងពេលនៃការផ្ទុះអាវុធរវាងប្រទេសកម្ពុជានិងប្រទេសថៃពុកម៉ែបងប្អូននៅក្នុងថ្ងៃទី29តុលាឆ្នាំ2025នេះយើងស្រាប់តែបានឃើញនៅវត្តមានដ៏កម្រដែលបានស្ងាត់អស់រយៈពេលមួយរយៈតាក់ទងជាមួយនឹងមេតបកម្ពុជារបស់យើងបាទជាពិសេសហ្នឹងគឺពុកម៉ែបងប្អូនពិតជាចង់ដឹងចង់ឮខ្លាំងណាស់ហើយតែងតែឃើញនៅក្នុងបណ្ដាញសង្គម Facebook ដែលអគតិមួយចំនួនតែងតែ post តែងតែយកមក troll តែងតែយកមកលើកឡើងថាមេតបកម្ពុជារបស់ប្រទេសកម្ពុជារបស់យើងគឺលោកពូឧត្តមសេនីយ៍ឯកស្រីដឹកដែលជាមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ3ប្រចាំទិសព្រះវិហារទិសខេត្តព្រះវិហារតែម្ដងពុកម៉ែបងប្អូនឃើញជនអគតិមួយចំនួនបានលើកក្នុងប្រព័ន្ធ Facebook ថាលោកពូបានទទួលអនិច្ចកម្មទៅហើយចូលរួមសោកស្ដាយលោកពូបាត់ខ្លួនទៅហើយក្នុងពេលសង្គ្រាមជាមួយថៃត្រូវបានថៃសម្លាប់ត្រូវបានថៃចាប់ត្រូវបានទាហានថៃចូលធ្វើឃាតចេះមួយចេះពីរអញ្ចឹងព័ត៌មាននោះពិតជាអត់មានផ្លូវការសំបីតែបន្តិចបាទអញ្ចឹងនៅក្នុងថ្ងៃនេះគឺមិនចាំបាច់និយាយច្រើននេះទេគឺយើងបានឃើញលោកពូឧត្តមសេនីយ៍ឯកស្រីដឹកដែលជាមេបញ្ជាការប្រចាំទិសព្រះវិហារនឹងបានចេញសារលិខិតបាទបានចេញសារលិខិតក៏ដូចជាចេញញត្តិគាំទ្រនៅកិច្ចការងាររបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលបានចូលរួមទៅប្រជុំនៅប្រទេសម៉ាឡេស៊ីកន្លងទៅនេះបានចូលរួមធ្វើកិច្ចការងារទំនាក់ទំនងជាមួយនឹងរាជរដ្ឋាភិបាលនៃប្រទេសថៃដើម្បីបន្ធូរបន្ថយភាពតានតឹងក៏ដូចជាសភាពការតានតឹងនៅតាមបណ្ដាព្រំដែនផងដែរអញ្ចឹងយើងឃើញថាជាធម្មតានៅក្នុងអង្គភាពមួយប្រសិនណាជាមិនមាននៅការណែនាំមិនមាននៅការចាត់តាំងមិនមាននៅការបញ្គាប់បញ្ជាគឺมันអាចចេះតែចេញលិខិតផ្លូវការបានទេអញ្ចឹងហើយយើងឃើញថាលិខិតផ្លូវការដែលមានការវាយត្រាបកក្រហមរបស់អង្គភាពបញ្ជាការដ្ឋានកងពលធំអន្តរាគមន៍លេខ3ដែលយើងដឹងហើយថាអង្គភាពនេះគឺក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯកស្រីដឹកដែលជាមេបញ្ជាការរងកងទ័ពជើងគោកនិងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ3ដែលលោកបានចេញលិខិតចឹងធ្វើឲ្យមហាជនធ្វើឲ្យអ្នកលេងបណ្ដាញសង្គមធ្វើឲ្យសាធារណជនរបស់យើងទាំងអស់ពិតជាមានការសប្បាយចិត្តរីករាយមែនទែនដោយបានទទួលរំលឹកថាគឺឯកឧត្តមក៏ដូចជាលោកមេបញ្ជាការគឺមិនទាន់បានទៅណាទេមិនដូចនៅការអ្វីជាការចោទប្រកាន់របស់អ្នកលេងបណ្ដាញសង្គម Facebook អគតិមួយចំនួនដែលធ្វើការលៀបពណ៌ដែលធ្វើការរំវិចតម្លៃខុសចេះមួយចេះពីរអញ្ចឹងសំណួរយើងសួរថាចុះហេតុអីពីមុនពេលដែលឬក៏ពេលបញ្ចប់នៅសង្គ្រាមហេតុអីក៏មិនលេចមុខឬក៏មិនលេចវត្តមានរបស់មេតបកម្ពុជានៅតាមបណ្ដាព្រំដែនរបស់យើងចេញមកជាពិសេសគឺហេតុអ្វីក៏មិនលេចមុខរបស់លោកពូស្រីដឹកដែលជាមេបញ្ជាការកងពលធំប្រចាំទិសព្រះវិហារហ្នឹងមិនក៏មិនលេចមុខមកឬក៏មិនមានសកម្មភាពអីផ្សេងពុកម៉ែបងប្អូនយើងដឹងហើយថាសង្គ្រាម
បានបញ្ចប់ការបាញ់គ្នាកាលពីថ្ងៃទី28យប់ថ្ងៃទី28ខែកក្កដាក៏ប៉ុន្តែពុកម៉ែបងប្អូនមិនមែនបានន័យថាសង្គ្រាមត្រូវបានរលត់បញ្ចប់ទាំងស្រុងនោះទេសភាពការនៅតែតានតឹងដដែលបាទអញ្ចឹងអាចផ្ទុះសង្គ្រាមបានគ្រប់ពេលវេលាដូច្នេះយើងដឹងហើយថាលោកពូស្រីដឹកគឺជាមេបញ្ជាការកងពលធំអន្តរកម្មលេខ3ហើយនៅក្នុងចំណោះនៃបញ្ជាការកងពលធំហ្នឹងគឺមានកងពលតូចមានកងវិរៈសេនាតូចមានអង្គភាពជាច្រើនទៀតនៅក្រោមការដឹកនាំបញ្ជារបស់លោកពូផ្ទាល់ដូច្នេះហើយមេតបមួយក្នុងកំឡុងពេលព្រឹត្តិការណ៍នៃការផ្ទុះសង្គ្រាមនេះគឺមិនមែនចេះតែចេញមុខទេពុកម៉ែបងប្អូនគឺអត់ទេគឺនេះគឺជាកិច្ចការងារសម្ងាត់របស់យោធាហើយយើងបានដឹងហើយថាសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតក៏បានណែនាំជា voice message ជាសារសម្លេងថាណែនាំឲ្យពុកម៉ែបងប្អូនមួយចំនួនដែលផ្ទុះសង្គ្រាមភ្លាមក៏ដូចជាមុនផ្ទុះសង្គ្រាមហ្នឹងហើយបាទមានសប្បុរសជនយើងជាច្រើនបានធ្វើការគៀងគររិះរកមធ្យោបាយដូចជាមូលនិធិស្បៀងអាហារជាច្រើនដើម្បីយកទៅជូនបងវិរៈកងទ័ពនៅជួរមុខបាទប៉ុន្តែនាយករដ្ឋមន្ត្រីរបស់យើងបានណែនាំថាឥឡូវនេះគឺសកម្មភាពនៃសប្បុរសជនគឺអាចយកទៅឲ្យបានផ្ដល់ឲ្យកងទ័ពរបស់យើងបានប៉ុន្តែគឺទៅដល់ទីកន្លែងមួយនៃការកំណត់มันអាចយកទៅផ្ទាល់ដល់អង្គភាពហើយជាពិសេសហ្នឹងគឺมันឲ្យថ្នាក់មេបញ្ជាការជួរមុខហ្នឹងចេញមុខទទួលផ្ទាល់ទេពីព្រោះត្រូវលាក់មុខពីព្រោះយើងដឹងហើយថាកិច្ចការងារសង្គ្រាមបាទមិនថាប្រទេសណាលើពិភពលោកនេះតាក់ទងជាមួយសង្គ្រាមគឺកងកម្លាំងប្រដាប់អាវុធគឺជាអ្នកទទួលបន្ទុកតែម្ដងជាពិសេសនិយាយឲ្យសាមញ្ញគឺទាហានហ្នឹងតែម្ដងទាហានគឺជាអ្នកទទួលបន្ទុកនៃការធ្វើសង្គ្រាមនៃការការពារជាតិការពារព្រំដែនលះបង់ពលិកម្មគ្រប់បែបយ៉ាងដូច្នេះហើយមេបញ្ជាការរបស់កងទ័ពនីមួយៗហ្នឹងជាពិសេសមេបញ្ជាការយុទ្ធភូមិភាគមេបញ្ជាការកងពលធំមេបញ្ជាការកងពលតូចមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តទាំងអស់ហ្នឹងគឺមានសារៈសំខាន់គឺដើរតួនាទីយ៉ាងសំខាន់ណាស់ហេតុអីបានថាសំខាន់ពីព្រោះគាត់គឺជាមេបញ្ជាការបានន័យថាជាអ្នកបញ្ជាការជាអ្នកដឹងអំពីតាក់ទិចជាអ្នកដឹងអំពីយុទ្ធសាស្ត្រតែធ្វើយ៉ាងណាដើម្បីអាចវាយលុកឲ្យឈ្នះខ្មាំងសត្រូវធ្វើយ៉ាងណាទើបអាចការពារទឹកដីរបស់យើងឲ្យបានល្អប្រសើរធ្វើយ៉ាងណាទើបអាចទប់ទល់ជាមួយនឹងខ្មាំងសត្រូវមិនឲ្យវាឈ្លានពានមកខាងមុខអញ្ចឹងគឺថ្នាក់មេបញ្ជាការនេះគឺជាមេបញ្ជាការជាអ្នកគិតគ្រប់ជ្រុងជ្រោយតាំងពីយុទ្ធសាស្ត្រតាំងពីស្បៀងតាំងពីការរស់នៅតាំងពីការហូបចុកអីសពគ្រប់បែបយ៉ាងអញ្ចឹងបើសិនណាជាមេបញ្ជាការដែលប្រជុំមុខតល់ជាមួយនឹងជួរមុខជាមួយនឹងសត្រូវលិចមុខខ្លាំងពេកគឺវាហានិភ័យណាស់ពុកម៉ែបងប្អូនហានិភ័យដូចម្ដេចគឺនឹងអាចឲ្យសត្រូវចាប់ចំណុចបានហើយជាពិសេសបច្ចុប្បន្ននេះទៀតសោតគឺយើងដឹងហើយថាសម័យបច្ចេកវិទ្យាជួយលឿនណាស់គេមាន GPS គេមានស្អីអញ្ចឹងដៅគោលដៅអញ្ចឹងបើសិនណាជាប៉ះពៀគ្រោះថ្នាក់ដល់ថ្នាក់មេបញ្ជាការនោះមិនមែនតែគ្រោះថ្នាក់មេបញ្ជាការមួយរូបទេគឺគ្រោះថ្នាក់ទាំងអស់នៃខ្សែត្រៀមទាំងអស់ហ្នឹងជាពិសេសនៅកងកម្លាំងនៅក្រោមការបញ្ជារាប់ពាន់រាប់ម៉ឺនអ្នកទាំងអស់គឺទៅទាំងអស់គឺរត់ចាត់ចាយអស់ដោយសារបាត់បង់នៅមេបញ្ជាការអញ្ចឹងហើយបានជាពុកម៉ែបងប្អូនតែងទៅសួរថាហេតុអីក៏មិនបង្ហាញមុខហេតុអីក៏មិនចេញនៅសកម្មភាពដោយសារអីដោយសារគឺមិនបញ្ចេញសកម្មភាពហ្នឹងមិនមែនបានន័យថាគាត់ស្ងាត់ទេឬក៏មិនមែនបានន័យថាគាត់មិនចូលរួមដឹកនាំបញ្ជាកងទ័ពកងកម្លាំងទេគឺនៅដដែលបាទគឺនៅដដែលគ្រាន់តែមិនបញ្ចេញសកម្មភាពជាសាធារណៈឲ្យទូលំទូលាយបាទអញ្ចឹងយើងបានឃើញនៅសារលិខិតនេះហើយយើងពិតជាអបអរសាទរហើយត្រេកអរមែនទែនដែលបានឃើញបានដឹងថាមេតបកម្ពុជារបស់យើងគឺលោកនៅមានកម្លាំងពលំមាំមួនដឹកនាំបញ្ជាកងទ័ពដ៏ខ្លាំងក្លាសម្រាប់ការពារដែនអធិបតេយ្យភាពរបស់យើងហើយខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់បងវិរៈកងទ័ពទាំងអស់ដែលបានពលីជីវិតសាច់ស្រស់ឈាមស្រស់ដើម្បីការពារទឹកដីការពារបងប្អូនប្រជាពលរដ្ឋរបស់យើងដើម្បីធ្វើយ៉ាងណាឲ្យមាននៅសុខសាន្តត្រានមិនឲ្យចោលណាឈ្លានពានចូលមកយកទឹកដីនៃព្រះរាជាណាចក្រកម្ពុជារបស់យើងជាពិសេសគឺលោកពូស្រីដឹកនេះតែម្ដងគឺល្បីណាស់បាទគឺឈ្មោះគាត់ល្បីសុសសាយមែនទែនហើយលោកពូស្រីដឹកនេះតាមដែលយើងទាំងអស់គ្នាដឹងហើយថាគាត់មិនមែនទើបតែប្រឡូកនៅក្នុងព្រឹត្តិការណ៍សង្គ្រាមថ្ងៃទី24កក្កដាឆ្នាំ2025ទេសូម្បីការផ្ទុះសង្គ្រាមជាមួយនឹងភាគីថៃកាលពីឆ្នាំ2008 2006 នៃជាដើមហ្នឹងគឺគាត់ក៏នៅដឹកនាំបញ្ជានៅទិសហ្នឹងដែរដូច្នេះអាចនិយាយបានថាគាត់គឺជាបុគ្គលសំខាន់គឺជាមេតបសំខាន់ខ្លាំងណាស់ដែលគាត់ដឹងអំពីយុទ្ធសាស្ត្រដឹងអំពីទឹកដីដឹងអំពីកលុកកលៀតទាំងអស់ដែលអាចយកឈ្នះសត្រូវដែលមិនឲ្យសត្រូវមួយឈ្លានពានបានអញ្ចឹងគឺសត្រូវ
នៅពេលដែលដឹងថាមានមេតបកំពូលមួយដែលខ្លាំងដែលយល់អំពីចិត្តសាស្ត្រតបវាយលុកអីជាដើមវាពិតជាចង់រុលខ្លាំងណាស់បងប្អូនចិត្តចង់រុលចង់រោមុខមេតបហ្នឹងចង់សម្លាប់មេតបហ្នឹងចង់កំទេចមូលដ្ឋានរបស់មេតបហ្នឹងចឹងហើយបានជាយើងធ្វើការស្ងប់ស្ងាត់យើងមិនធ្វើការសបផ្សាយឲ្យទលំទលាយជាពិសេសគឺមេតបផ្ទាល់ហ្នឹងគឺមិនបានចេញមុខជាសាធារណៈទៅណាមកណាតាមបណ្ដាញសង្គមដើម្បីកុំឲ្យខ្មាំងសត្រូវចាប់បានបាទកុំឲ្យខ្មាំងសត្រូវដៅទីតាំងបាននឹងធ្វើការវាយលុកមកលើយើងផងដែរពីព្រោះសភាពការរបស់យើងបើទោះបីជាពេលនេះមានសភាពការស្ងប់ស្ងាត់មិនមានការផ្ទុះអាវុធនៅតាមបណ្ដាព្រំដែនក៏ដោយប៉ុន្តែយើងមិនទាន់បានចូលជាធរមានបញ្ចប់សង្គ្រាម 100%ទេអញ្ចឹងកំឡុងពេលនេះគឺប្រមុខរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជាថៃកំពុងតែធ្វើការប្រជុំដើម្បីរកដំណោះស្រាយរកវិធីសាស្ត្របន្ធូរបន្ថយភាពតានតឹងក៏ដូចជាដកនៅយុទ្ធឧបករណ៍អាវុធធុនធ្ងន់មួយចំនួនចេញពីព្រំដែនដើម្បីស្ដារនៅសុខសន្តិភាពជូនបងប្អូនប្រជាពលរដ្ឋនៃប្រទេសទាំងពីរឲ្យវិលត្រឡប់មកភាពដើមល្អប្រសើរឡើងវិញអញ្ចឹងគឺនេះគឺជាអ្វីដែលជាសភាពការនៅក្នុងថ្ងៃទី29ខែតុលាឆ្នាំ2025នេះដែលយើងបានឃើញបានដឹងអំពីវត្តមានរបស់លោកពូឧត្តមសេរីឯកសេរីដឹកដែលគាត់មិនបានបដិណាទេហើយក៏សូមផ្ញើជូនដល់ជនអគតិមួយចំនួនផងដែរដែលយករូបលោកពូទៅផុសនៅក្នុងបណ្ដាញសង្គម Facebook ដែលបានដាក់ជា caption ថាលោកពូបានបាត់បង់ជីវិតឬក៏លោកពូត្រូវបានគេចាប់ទីនេះទីនោះគឺអត់ទេបាទសូមមេត្តាពុកម៉ែបងប្អូនដែលផន់ច្រឡំទាំងប្រមាណនៅពេលដែលបានមើលនៅ page ជឿជាក់របស់ខ្ញុំនេះហើយសូមមេត្តាឈប់បញ្ចេញមតិហើយឈប់មានចម្ងល់ថាបាត់មេតបយ៉ាងណាឥឡូវនេះគឺអត់បាត់ទេបាទគឺនៅដដែលគឺនៅរូបរាងមានជីវិតនៅដឹកនាំបញ្ជាកម្លាំងរបស់កងពលធំអន្តរាគមន៍លេខ3បាទអញ្ចឹងខ្ញុំក៏សូមជម្រាបជូនពុកម៉ែបងប្អូនផងដែរថាបើសិនណាជាខ្ញុំលើកឡើងមកខុសតាក់ទងជាមួយនឹងអង្គភាពរបស់លោកពូស្រីដឹកកងពលធំឬក៏កងពលតូចនោះក៏សូមអធិស្ឋានពីព្រោះចំណុចសំខាន់របស់ខ្ញុំគឺខ្ញុំចង់ជម្រាបជូនថាលោកពូឧត្តមសេរីឯកសេរីដឹកគឺមិនបានបាត់បង់ជីវិតទេគឺលោកពូនៅដឹកនាំបញ្ជាអង្គភាពកងពលរបស់លោកពូដដែលបញ្ជាកងកម្លាំងហើយចូលរួមគ្រប់គ្រងរាជរដ្ឋាភិបាលដើម្បីបញ្ចប់នៅសង្គ្រាមដើម្បីនាំមកយកនៅសុខសន្តិភាពបាទអញ្ចឹងហើយគឺក្នុងនាមជាកូនខ្មែរគឺគ្មានអ្វីសមាជិកជាជាងឃើញនៅមេតបរបស់យើងឃើញវីរៈជនរបស់យើងមាននៅសុខសុវត្ថិភាពមាននៅសេចក្តីសុខសប្បាយហើយក៏សូមជូនពរដល់បងវីរៈកងទ័ពនៅតាមបណ្ដាព្រំដែនទាំងអស់សូមឲ្យមាននៅសុខភាពល្អសំណាងល្អហើយឈ្នះរាល់គ្រប់ឧបសគ្គទាំងឡាយទាំងពួងផងដែរអញ្ចឹងនេះគឺជាការវិវត្តនៅសភាពការថ្មីៗដែលខ្ញុំទទួលបានហើយខ្ញុំនឹងមានវីដេអូបន្តទៀតសម្រាប់ចែកជូនពុកម៉ែបងប្អូននៅវីដេអូបន្តទៀតអញ្ចឹងពីខ្ញុំបាទ Page Channel ជាជាក់សូមអរគុណសូមជម្រាបលា